ការសរេនឹងគាល់មាន3ប្រភេទទី1ដីរឹងទី2ដីទួនធម្មតាទី3ដីក្នុងទឹកចំណុចទី1ការសរេនឹងគាល់ដីរឹងគឺគេបដូររួនអាក់ខាងឆ្វេងត្រូវដាក់រួនមុខខាងស្ដាំត្រូវដាក់រួនក្រោយរីឯមុំជាកោតគឺងាកសម្រាប់គ្នាដីនេះងាកមុំមកប្រហែលជា110ឬក៏120អាហ្នឹងគឺសម្រាប់ដីរឹងចំណុចទី2យើងត្រូវវាយមុំគំនាចង្កូតឲ្យចំមុំ90ហើយរួនអាក់បើដាក់មុខទាំងពីរក្រោយទាំងពីរនេះបងប្អូនមើលជាក់ស្ដែងគំនាចង្កូតនេះវាយឡើងលើឲ្យត្រង់ឲ្យចំមុំ90អាហ្នឹងចំណុចទី2អាហ្នឹងសម្រាប់ដីសើមធម្មតាចំណុចទី3ការសរេចង្កូតនឹងគាល់ក្នុងដីទឹកគឺយើងវាយគំនាដីងាកទៅមុខ70ទៅ80ដឺក្រេសម្រាប់ដីទឹកឥឡូវនេះខ្ញុំនឹងបង្ហាញចំណុចទី2សម្រាប់ដីទួនធម្មតាសម្រាប់អនង្គ័លគឺខ្ញុំដាក់រុនមុខទាំងពីរក្រោយគឺក្រោយទាំងពីររីឯចង្កូតគឺខ្ញុំប្រើមុំកណ្ដាលសម្រាប់ដីទួនធម្មតាខ្ញុំនឹងជួបង្ហាញឲ្យបងប្អូនមើលទាំងអស់គ្នាចំពោះការសរេនេះគាត់បានត្រឹមត្រូវតាមបច្ចេកទេសគឺទី1ត្រាក់ទ័រអូសទាញបានធូរទី2ចំណេញប្រេងទី3ឧបករណ៍ខាងក្រោយគឺមងាយសឹករិចរិលទី4ដីភ្ជួរបានស្អាតល្អទី5ចំណេញពេលវេលានិងថវិកាដូច្នេះអ្នកបើកបរគ្រប់រូបគួរតែដឹងពីរបៀបការសរេនឹងគាត់បានត្រឹមត្រូវដើម្បីឲ្យត្រាក់ទ័រប្រើបានយូរអង្វែងឬក៏មិនងាយខូចត្រាក់ទ័រ John Deere ជាទំនុកចិត្តរបស់លោកអ្នកនាំចូលនឹងចែកចាយផ្ដាច់មុខដល់ក្រុមហ៊ុន RMA Cambodia